đây là bảo trì bọtประมาณ chiếng pi rồi hạt ta cứ sweat khôi ở tiếng sông đòi xa tại quả thực bị prevent tầm năm sợi bảo trì bọt được không phum xoay ở đông phum po thay mấy nâng phum tua nào ประมาณ chiếng pi rồi hạt ta từ ban cream sweat đòi xa tại quả thực มอก sỏi sọp ប្រជាពលរដ្ឋដែលទទួលរងការខូចខាតដំណាំស្រូវជាច្រើនគ្រួសារបានរស់នៅក្នុងភូមិទាំង3ខាងលើស្ថិតនៅក្នុងឃុំកោះសំពៅបានសម្ដែងនៅការកើតទុក្ខក្រៀមក្រំជាខ្លាំងដែលក្រៀមក្រំជាខ្លាំងតែម្ដងនិងបងប្អូនប្រជាពលរដ្ឋរាប់រយគ្រួសារទៀតកំពុងតែប្រឈមនឹងការខូចខាតដំណាំស្រូវរាប់រយហិកតានិងគ្រួសារផ្សេងទៀតក៏សូមឲ្យអាជ្ញាធរខេត្តមេត្តានិងក្រសួងពាក់ព័ន្ធមេត្តាជួយដោះស្រាយបញ្ហាទឹកជូនដល់ពួកគាត់ដែលកំពុងតែរងគ្រោះនឹងខូចខាតដំណាំស្រូវនេះផងទៅចុះព្រោះថាជីវភាពរបស់ពួកគាត់គឺសង្ឃឹមទៅលើដំណាំស្រូវតែមួយមុខគត់លោកវិនដែលជាប្រធានប្រជាពលរដ្ឋរស់នៅក្នុងភូមិស្វាយអណ្ដូងនៅឃុំកោះសំពៅស្រុកពីមជរខេត្តព្រៃវែងបានឲ្យដឹងថាស្រូវរបស់គាត់មាន3ហិកតានិងស្រូវរបស់ប្រជាពលរដ្ឋមានរាប់រយហិកតាទៅទៀតដែលស្វិតទាំងស្រុងខូចខាតអស់ទៅហើយអាជ្ញាធរឃុំនិងស្រុកមិនអើពើក្នុងការជួយដោះស្រាយទុក្ខវិបត្តិរបស់ប្រជាពលរដ្ឋនោះសោះឡើយបាទឃើញថាប្រជាពលរដ្ឋគាត់នាំគ្នាគៀងកមកសូមជម្រាបម្ដងទៀតគឺនៅខាងឃុំភូមិកោះអណ្ដូងឃុំកោះសំពៅស្រុកពីមជរខេត្តព្រៃវែងអញ្ចឹងបងប្អូនប្រជាពលរដ្ឋលោកមានការព្រួយបារម្ភនឹងការកើតទុក្ខខ្លាំងណាស់ព្រោះថាធ្លាប់ប្តឹងទៅអាជ្ញាធរធ្លាប់ដាក់ពាក្យស្នើសុំទៅអាជ្ញាធរដែរលោកមេឃុំក៏គាត់មិនអើពើហើយចៅវាយស្រុកក៏គាត់មិនរវីរវល់ចឹងស្រូវដែលគាត់ព្រោះចោលរៀបចំដាំដំណាំជាបង្ការបង្កបង្កើនផលហើយរាប់រយហិកតាត្រូវបានក្រៀមស្វិតខូចទៅអស់ហើយសង្ឃឹមអីទៀតបើភ្លៀងមិនមានភ្លៀងសង្ឃឹមទៅដល់អាជ្ញាធរលើកគិតគូរដល់គាត់ប្តឹងទៅហើយគាត់ជម្រាបទៅហើយគ្មានអ្នកអើពើស្ងាត់ឈឹងតែម្ដងអញ្ចឹងឃើញថាប្រមុខរាជរដ្ឋាភិបាលលោកបានគិតហើយថាលោកបានដាក់ឲ្យថាក្នុងពេលថាមុខគឺថាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី3ណាឃើញថាប្រព័ន្ធធារាសាស្ត្រផ្លូវទឹកមានគ្រប់ទីកន្លែងតែខូចតែបាទតើភូមិឃុំនិងស្រុកលោកមានចំណាត់ការដើម្បីរៀបចំទឹកនោះឲ្យទៅដល់ប្រជាពលរដ្ឋដែរឬអត់ចាអញ្ចឹងណាមានបលាយតែយើងឃើញមានបលាយទឹកណែមានតែអត់មានទឹកអញ្ចឹងមានយើងទៅថានៅក្បែរហ្នឹងគឺមានព្រែកមានទន្លេសម្រាប់បូមទឹកបញ្ចូលតើហេតុអីក៏មិនគិតគូរដល់ប្រជាពលរដ្ឋផងបាទអញ្ចឹងសូមសំណូមពរសូមឲ្យបងប្អូនទាំងអស់ដាក់ពាក្យស្នើសុំបន្តទៀតទៅខាងស្រុកក៏ដូចជាមេឃុំលោកចាត់ការដែរឬអត់នៅខាងពីមជរបាទគឺជាដំណឹងមួយជូនដល់អាជ្ញាធរឲ្យប្រសិទ្ធបើនៅតែគេថាមិនគិតមិនអើពើប្រជាពលរដ្ឋទៀតថាតើអ្នកណាទៅជួយដោះស្រាយជំនួសគឺថាតើភ្លៀងនឹងវាមកពីណាបើបេះដូងរបស់យើងនឹងអត់មានក្នុងការជួយដល់ពួកគាត់ផងហ្នឹងបាទជួនតែធម្មតាទេសម័យនេះមិនមែនធ្វើស្រែពឹងលើមេឃទេគឺពឹងលើបេះដូងចង់ធ្វើជួយដល់ពួកគាត់មានចិត្តចង់ជួយដល់ពួកគាត់មានទឹកមានប្រព័ន្ធហើយដាក់ម៉ាស៊ីនបូមឬក៏ស្នើសុំម៉ាស៊ីនធ្វើម៉េចដើម្បីបូមទឹកជូនពួកគាត់នេះជាដំណោះស្រាយជូនពួកគាត់ណាចាគាត់ពឹងទៅលើផលកសិកម្មគាត់មានរយណាពឹងអាស្រូវហ្នឹងដល់ពេលអត់មានទឹកមានអីគាត់រស់យ៉ាងម៉េចទៅអញ្ចឹងបើពឹងទៅអាជ្ញាធរដែលជាម៉ែឪគាត់ម៉ែឪមិនអើពើផងហ្នឹងធ្វើម៉េចទៀតអញ្ចឹងសូមសំណូមពរពីស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ8មិនមែនឈឺឆ្អាលទេតែប្រជាពលរដ្ឋគាត់មានវិបត្តិគាត់សំណូមពរប៉ុណ្ណឹងមិនមែនធ្ងន់ធ្ងរទេខ្ញុំជឿថាអាចធ្វើបានព្រោះក្បាលទឹកមានតែមកពីមិនបូមឲ្យគាត់អរគុណឥឡូវនេះប្រជាពលរដ្ឋមួយគ្រួសារស្លាប់យ៉ាងអណោចអធមនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនៅសង្កាត់ភ្នំពេញ